កម្មវិធីណាបាទបន្តិចទៀតនេះគឺចាប់ផ្ដើមបាទប្រកួតទៅបងប្អូនអាយ៉ាសម្លក់សម្លឹងមុខគ្នាហើយបាទផនិតគ្រឹះថ្មីហើយបាទនិយាយទៅខ្លាចតែផនិតភ័យដែរបាទភ័យអត់អីទេបាទព្រោះផនិតគឺជាកីឡាករបុកដែរបាទនេះបាទតតក្រោមមុតមួយជើងមកកាប់ទៅមកម្នាក់មួយជើងបាទតាមចូលកន្លែងនេះបាទពីកីឡាករជប៉ុនកាប់ជើងក្រោមលោកវាយលឺបានម្ដាយបាទផនិតចូលវិញហើយបាទអត់ខ្លាចញញើតទេសម្រាប់ផនិតគុណខ្មែរទាត់មួយជើងវាយលឺទាត់មួយទៀតរបស់ផនិតបាទតាមចូលនេះយកជួយស្នាមកាប់គល់លំដើមមកពីកីឡាករជប៉ុនបាទលោកឆ្វេងស្នាមមកពីផនិតគុណខ្មែរណែបាទញាក់កន្លែងនេះបាទសង្ឃឹមថាយើងឈ្នះបាទមិនបានឈ្នះទាំងអស់ក៏ឈ្នះបាន3ដែរបានន័យថាឈ្នះ3គឺយើងឈ្នះហើយបាទ3-2បាទមានប្រាក់រង្វាន់បាទមានប្រាក់រង្វាន់មានអ្នកឈ្នះគឺប្រាក់រង្វាន់បាទច្រើនបាទពីខាងណុកអាវបាទអូកាប់ជើងក្រោមបាទហើយសៃបោះលៀនរបស់កីឡាករជប៉ុនធ្ងន់ណាបាទលោកឆ្វេងស្នាមពីកីឡាករជប៉ុននេះបាទញាក់ពីផនិតដួតក្រោមវាយលើសងវិញលឿនពីផនិតអត់ញញើតទេបាទកីឡាករបុកមួយរូបដែរសម្រាប់ផនិតគុណខ្មែររបស់យើងកាប់មួយជើងរបស់ផនិតលោកឆ្វេងស្នាមពីកីឡាករជប៉ុនកាប់ជើងក្រោមរង្គើបន្តិចអត់បញ្ហាចូលវាយលើដុតក្រោមវិញមកពីផនិតអរគុណដល់ Gensbert បាទ Gensbert លើកស្ទួយគុណខ្មែរឡើងដល់ឆាកអន្តរជាតិកាប់ក្រោមពីកីឡាករជប៉ុនលោកវាយលើពីផនិតគុណខ្មែរថាមកជើងវាយសងវិញពីកីឡាករជប៉ុននេះលោកបាទឆ្វេងទាត់ស្ដាំទៅមកបាទលោកឆ្វេងស្ដាំពីផនិតគុណខ្មែរហើយបាទសៀមអ្នកមួយបងប្អូនណាបាទសម្រាប់ការប្រកួតដ៏អស្ចារ្យនេះកាប់ជើងក្រោមពីកីឡាករជប៉ុនអាយ៉ាផនិតបាទរក្សាចំហបន្តិចបាទកុំដួលញឹកពេកកាប់ជើងក្រោមទៅមកលោកឆ្វេងស្ដាំលោកតាមរកផនិតល្អដៃណាបាទតាមកន្លែងនេះលោកបានម្ដាយរបស់ផនិតគុណខ្មែរទាត់សងវិញទៅមកលោកបានម្ដាយពីកីឡាករជប៉ុនបាទតាមចូលពីផនិតគុណខ្មែរបាទទឹកទី1នៅសល់តែបាទ40វិនាទីទៀតតែប៉ុណ្ណោះលោកបានលើចូលដៃរបស់ផនិតអូឆាក់មួយជើងរបស់ផនិតបាទចន្ទុលរីមីមួយទៀតអរគុណដល់ Gensbert បាទ Gensbert លើកស្ទួយគុណខ្មែរឡើងដល់ឆាកអន្តរជាតិបាទកាប់ជើងក្រោមវាយស្ដាំមួយពេញឡផនិតគុណខ្មែរចូលមកដៃទៀតរបស់ផនិតទាត់ឆ្វេងស្ដាំបាទតាមចូលហើយតាមហើយផនិតតាមហើយឆាក់មួយជើងរបស់ផនិតនេះចូលមកដៃទៀតទៅមកទាត់ក្រោមពីកីឡាករជប៉ុនបាទជប៉ុនវាយក្រោមផនិតគេវាយខាងលើបាទផនិតគៀងហើយពេញសៃវៀនបាទណុកអាវបាទតាមរបស់ផនិតបានស្ដាំមកដៃអូយូបាទឆាក់មួយជើងរបស់ផនិតចាប់ទឹកបដ ாய் បាទស្វាគមន៍មកកាន់កម្មវិធីរបស់យើងបន្តទៀតបាទការផ្សាយបន្តផ្ទាល់បាទពីទឹកដីប្រទេសជប៉ុនបាទហ្វូកូស៊ីម៉ាបាទប្រកួតគុណខ្មែរណុកអាវបាទយើងទស្សនាជាបន្តទៀតបាទរ៉ោនធូទឹកទី2មួយទឹក3នាទីសម្រាប់ការប្រកួតណុកអាវនៅប្រទេសជប៉ុនផនិតគុណខ្មែរប៉ះជាមួយនឹងបាទកីឡាករជប៉ុនដែលជាម្ចាស់ផ្ទះនេះលោកតារបស់ផនិតទាត់ក្រោមមកពីកីឡាករជប៉ុនបាទថាមកជើងលោកបានម្ដាយរំពុំប្រចានអត់ដល់ពីផនិតកពូកពមិនជិះជើងគ្នាសម្រាប់អ្នកទាំងពីរបាទទាត់ក្រោមពីកីឡាករជប៉ុនទាត់មកជើងទៀតលោកឆ្វេងស្នាមរបស់ផនិតដេញហើយបងប្អូនបាទដេញហើយណែថាមួយជើងមកពីកីឡាករជប៉ុនទាត់មកជើងរបស់ផនិតសងវិញអរគុណដល់ Gensbert បាទលើកស្ទួយកីឡាករគុណខ្មែរឡើងដល់កម្រិតពិភពលោកទាត់ក្រោមបាទលោកឆ្វេងស្នាមរបស់ផនិតទាត់មួយជើងមកពីផនិតគុណខ្មែរបាទញាក់ទាត់ក្រោមពីកីឡាករជប៉ុនបាទជប៉ុនល្អជើងផនិតយើងល្អដៃម្យ៉ាងម្នាក់តើបាទនេះផនិតបាទប្រយ័ត្នប្រយែងជើងក្រោមបន្តិចបាទសម្រាប់ផនិតបាទព្រោះភាគច្រើនជប៉ុនប្រើជើងក្រោមច្រើនបាទតាមចូលពីផនិតទាត់មួយជើងបាទចូលលឿនអំពេញធាក់ជន្ទុលត្រមេចពីកីឡាករជប៉ុនអូបាទពេញភក្ត្រារបស់ផនិតអត់បញ្ហាទេបាទតើក្រោមនេះតាមចូលផនិតវាយបានម្ដាយល្អណាស់បាទចូលមកកែរបស់ផនិតតាមបាទអត់ទៅចាប់មកនេះសម្រាប់អ្នកទាំងពីរប្រើដៃជើងវិញច្រើនបាទលោកឆ្វេងស្ដាំបាទទាត់មួយជើងទៀតពីកីឡាករជប៉ុនលោកបានម្ដាយឆ្វេងស្ដាំ
chỗ đầy đó phân đất lúc ba mà đây tiết tuột mà chương tiết chỗ ba mươi năm đây pang đó cao mà pi cái là coi chụp pon bà phân đất đó tập chi dương mà sầm rọc chỗ bà vọt ba đồng vùng bị chăn mới bà phân đất bà chỗ ba mà đây chơi bà pi cái là coi chụp pon chỗ mà đây pin đâu chơi năm ôi yo bà tam ơi bà này nào một đây đi pin mà đây cho bà phân đất lúc ban chơi năm tàu ơi បាទរាប់បាត់ទៅហើយទស្សនិកជនណែបាទផានិតគុណខ្មែរពីខាងក្លឹបគុណខ្មែរដូនតា bà miền tây thua sai ơi បាទរាប់ម្ដងនេះគឺយើងស្មើគេថាមានព្រៀបហ្នឹងលោកម៉ាទីន bà miền tây ơi nè bà phân đất bốc đạch tàu ơi chỗ mà đại việt vu chỗ đại chuyên năm tàu អូ ơi យបាទនឹកអៅបាត់ទៅហើយបងប្អូនបាទ ទី2ល្អណាស់ ណែអបអសាទរបាទកីឡាករនៃព្រះរាជាណាចក្រកម្ពុជារបស់យើងផានិតគុណខ្មែរបាទពីខាងក្លឹបគុណខ្មែរដូនតាបាទអញ្ចឹងឥឡូវនេះក្លឹបគុណខ្មែរដូនតាគឺបាទបានមួយរូបឯងបងប្អូនបាទបើកទំព័រនៃកម្មវិធីបាទនេះបាទជ័យជំនះបាទសម្រាប់កីឡាករនៃព្រះរាជាណាចក្រកម្ពុជារបស់យើងបាទដែលនាំមកជូនដោយ Gansberg បាទនេះគឺបងប្រុសបាទ Tommy បាទនៅទឹកដីនៃប្រទេសជប៉ុនបន្ទាប់ពីចេញពីកាបូលទៅគឺស្រូតឡើងទៅឲ្យកម្លាំងចិត្តបាទកីឡាកររបស់យើងនៅខាងបោហ្វូកូស៊ីម៉ាបាទទឹកដីនៃប្រទេសជប៉ុនបាទមានលោកគ្រូខឹមសុជាតិក៏ដូចជាមានឆ្លាមសបាទក៏គាត់ទៅដែរដើម្បីឲ្យបាទកម្លាំងចិត្តឬមួយក៏គេហៅថាការបាទឲ្យទឹកបាទទៅលើសែនរ៉ាដេតណែបងប្អូនមួយដៃទេបាទ2 3ដៃបាទរបស់ផានិត4ដៃបាទដែលធ្វើឲ្យកីឡាករជប៉ុនមួយដៃ5ដៃ6ដៃបាទធ្វើឲ្យកីឡាករជប៉ុនបាទក៏រាប់បាទនៅទឹកទី3បាទជាលើកទី1បាទកន្លែងនេះគឺប្រមាណដៃទៀតបាទលោកម៉ាទីនប៉តអូយ លើកទី1សម្រាប់ផលិតគុណខ្មែរបាទ លើកទី1ចេញទៅខាងក្រៅប្រទេសបាទទទួលបាននៅជ័យជំនះសម្រាប់ផលិតគុណខ្មែរបាទ បាទបងប្អូនតអបអរសាទរម្ដងទៀតដល់ផានិតគុណខ្មែរ